លំដាប់តទៅនេះនាងខ្ញុំស្រីអូនសូមជូនព័ត៌មានខ្លីៗរបស់ស្ថានីយ៍វិទ្យុជាតិឆ្នេរកែបសូមជូនមាតិកាព័ត៌មានរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលនៃរដ្ឋធានីវៀងច័ន្ទចុះកិច្ចព្រមព្រៀងគ្នាជំរុញលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរអាមេរិកបង្ក្រាបទូកវេណេស៊ុយអេឡាមួយគ្រឿងទៀតដែលដឹកគ្រឿងញៀនសម្លាប់មនុស្ស3នាក់សូមជូនព័ត៌មានពិស្ដាអាយុដំខួងស្រេងអភិបាលរាជធានីភ្នំពេញនិងអាយុដំអាត់សាផាំងថងស៊ីផាន់ដុងអភិបាលរដ្ឋធានីវៀងច័ន្ទនារសៀលថ្ងៃទី15ខែកញ្ញាបានជួបសម្ដែងការគួរសមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតចំណងមិត្តភាពរវាងរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋធានីវៀងច័ន្ទនៃសាធារណរដ្ឋប្រជាមានិតឡាវនៅសាលារាជធានីភ្នំពេញកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីជំរុញឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជានិងឡាវកាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតទៀតពិសេសជំរុញដល់វិស័យពាណិជ្ជកម្មវិនិយោគទេសចរនិងផ្លាស់ប្ដូរការអប់រំវប្បធម៌ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរក្នុងឱកាសនោះឯកឧត្តមខួងស្រេងបានលើកឡើងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញដោយនៅពេលចុងក្រោយនេះកម្ពុជាបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងនោះមានដូចជាការស្ថាបនាប្រជិវណនតេជោការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គការស្ដារទន្លេការកសាងអាកាសយានស្ថានអន្តរជាតិតេជោដែលបានដាក់ឲ្យដំណើរការកាលពីប្រមាណថ្ងៃកន្លងមកនេះជាដើមប្រធានាធិបតីលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះថាយោធាអាមេរិកបានវាយប្រហារទូកមួយគ្រឿងទៀតរបស់ក្រុមអ៊ុក្រិតជនគ្រឿងញៀនរបស់ប្រទេសវេណេស៊ុយអេឡាដែលត្រូវបានចោទប្រកាន់ថាកំពុងធ្វើដំណើរឆ្ពោះមកសហរដ្ឋអាមេរិកនេះបញ្យងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី16ខែកញ្ញាឆ្នាំ2025នេះជាប្រតិបត្តិការលើកទី2ដែលសហរដ្ឋអាមេរិកបានធ្វើឡើងប្រឆាំងនឹងទូកដែលសង្ស័យថាមានគ្រឿងញៀនក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះតាមលោកត្រាំបុរស3នាក់ត្រូវបានសម្លាប់ដោយបន្ថែមថាវាបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិប៉ុន្តែលោកមិនបានផ្ដល់ភស្តុតាងសម្រាប់ការអះអាងដែលថាទូកនោះកំពុងដឹកគ្រឿងញៀនឡើយគូបញ្ជាក់ថាកាលពីថ្ងៃទី2ខែកញ្ញាយោធាអាមេរិកបានវាយប្រហារទូកមួយគ្រឿងរបស់វេណេស៊ុយអេឡាដោយប្រកាន់ភ្ជាប់ថាអ្នកទូកនោះគឺជាសមាជិកនៃក្រុមយុវជនអន្តពាលដោយបានសម្លាប់មនុស្ស11នាក់កាលនោះរដ្ឋបាលត្រាំបានផ្ដល់ព័ត៌មានតិចតួចប៉ុណ្ណោះទោះបីជាមានការទាមទារពីសមាជិកសហភាពអាមេរិកឲ្យបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពនោះក៏ដោយព័ត៌មានខ្លីៗរបស់ស្ថានីយ៍វិទ្យុជាតិឆ្នេរកែបដែលនេះខ្ញុំស្រីអូនជម្រាបជូនចប់តែប៉ុណ្ណេះសូមអរគុណ